អូនសម្លាញ់ថ្ងៃនេះអូនជាពិធីការនីព័ត៌មានដ៏ស្រស់ស្អាតបំផុតយើងគួរតែចាប់ផ្ដើមប្រពន្ធវាអាស្រ័យលើអ្នកឥឡូវនេះមិនអីទេខ្ញុំចូលទៅឥឡូវនេះប្រពន្ធតម្រង់ភួយឲ្យត្រង់ឈរទៅមុខបន្តិចទៀតអ្នកត្រូវតែជឿច្បាស់ជាគ្មានអ្នកណានៅពីក្រោយអ្នកទេតារាបណាអ្នកងាកមកខ្ញុំតែងតែនៅទីនេះឧបករណ៍ក្រោមស្ពានត្រូវបានជួសជុលកំហុសអ្វីដំណើរការបានត្រឹមត្រូវបន្ទាប់ពីការបំបត្តិថ្ងៃនេះជាភាគដំបូងនៃរឿង Only Daughter មនុស្សគ្រប់គ្នាត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់សៀឈៀវមានដំណឹងល្អសម្រាប់អ្នកដំណឹងល្អអ្វីថ្ងៃនេះនាយកស្ថានីយ៍មានភ្ញៀវពិសេសម្នាក់ដើម្បីចូលរួមក្នុងជួរឈររបស់យើងភ្ញៀវពិសេសរបស់ព្រះលើយូ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 ហេស្រស់ស្អាតណាស់បន្តទៅមុខទៀតអូយអូយ四幺家别来了。វាជាយូរមកហើយចាប់តាំងពីខ្ញុំបានឃើញឆេវអ្នកទាំងពីរស្គាល់គ្នាមែនទេពិតណាស់អ្នកទាំងពីរស្គាល់គ្នាខ្ញុំនិងឆែជាមិត្តរួមថ្នាក់តើអ្នកដែលជាម្ចាស់ផ្ទះឆែនៅចាំពួកយើងទេយើងតែងតែចងចាំម្ចាស់ផ្ទះសៀខ្ញុំនឹងអនុញ្ញាតឲ្យអ្នកលូកខ្សែដៃពេជ្ររបស់ខ្ញុំចោលឲ្យលុតជង្គង់ចុះហើយសុំទោសខ្ញុំឥឡូវនេះកញ្ញាឈៀវឈឹងលែនឥឡូវនេះនាងគឺជាអ្នកលេងព្យ៉ាណូឈានមុខគេនៅក្នុងប្រទេសចិនកញ្ញាលីនមានអ្នកគាំទ្ររាប់លានអ្នកឥឡូវនេះគាត់គឺជាតារាធំម្នាក់ការធ្វើបាបនៅសាលារៀនវាបានคล้ายជាភាពតាក់ទាញតារាល្បីម្នាក់ដែលមនុស្សរាប់លានអ្នកគោរពស្រឡាញ់គួរឲ្យអាណិតណាស់ឈៀវតើអ្នកចូលចិត្តអង្គរដែលខ្ញុំបានផ្ញើទៅអ្នកទេអ្នកស្រីលីនសប្បាយចិត្តណាស់អ្នកអាចធ្វើជាភ្ញៀវពិសេសសម្រាប់កុមារតែប៉ុណ្ណោះចិត្តដល់ពេលហើយចូលចាប់ផ្ដើមប្រាប់ណាខ្ញុំក្រោកឈរឡើងភ្លាមកម្មវិធីពិតប្រាកដទើបតែចាប់ផ្ដើមប៉ុណ្ណោះកញ្ញាលីនស្ត្រីដែលមានកូនតែម្នាក់គត់មិនសំដៅលើស្ត្រីដែលមានកូនតែម្នាក់នោះទេផ្ទុយទៅវិញវាសំដៅទៅលើឯករាជ្យភាពផ្ទាល់ខ្លួនស្ត្រីឯករាជ្យតើអ្នកគិតថាអ្នកមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ទេក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះខ្ញុំបានលះបង់ខ្លួនឯងដើម្បីសម្ដែងព្យ៉ាណូគាត់បានដើរតួហើយទទួលបានជោគជ័យខ្លះខ្ញុំគិតថាខ្ញុំស័ក្តិសមសម្រាប់តួនាទីជាពិធីករឆែមែនទេត្រូវហើយម្ចាស់ផ្ទះសៀអ្នកមិនដែលលើខ្ញុំលេងព្យ៉ាណូពីមុនមកទេមែនទេថ្ងៃនេះខ្ញុំកំពុងចូលរួមព្រឹត្តិការណ៍ទិវានារីនៅលីវដើម្បីសម្ដែងបទមួយបើដូច្នោះខ្ញុំស្ដាប់ទាំងអស់ហើយអ្នកនាងលីនអត្រាសម្អាតរបស់នាយកស្ថានីយ៍បានលើសពី1នោះជាការចាប់ផ្ដើមដ៏ល្អមួយអូយស្ដាប់ទៅល្អណាស់ខ្ញុំស្រវឹងហើយអ្វីដែលអ្នកហ៊ាននឹងលេងគឺគ្រាន់តែជាពិធីជប់លៀងព្យ៉ាណូប៉ុណ្ណោះសូមអរគុណអ្នកទាំងអស់គ្នាម្ចាស់ផ្ទះសៀបន្ទាប់ដល់វេនរបស់អ្នកមានន័យយ៉ាងណាតើយើងមិនបានយល់ស្របលើរឿងនោះទេខ្ញុំនឹងលេងមួយហើយអ្នកក៏លេងមួយដែរតើអ្នកតែងតែចង់ធ្វើអ្វីយើងមិនមានគម្រោងសម្រាប់ថ្ងៃនេះទេផ្នែកសម្ដែងបន្ទាប់ពីឆ្លងកាត់ស្ពានបងប្រុសនិងបងថ្លៃស្រីជាតិវីមិនអាចលេងព្យ៉ាណូបានទេមែនទេលីនយ៉ាវនេះខូចអស់ហើយតើវាជាការប៉ុនប៉ងដល់ចិត្តណាដើម្បីធ្វើឲ្យនរណាម្នាក់ខ្មាស់អៀននៅពេលចុះពីស្ពានហើយបំផ្លាញព្រឹត្តិការណ៍នេះថ្ងៃនេះជាលើកដំបូងដែលខ្ញុំនឹងចាក់ចេញពីប្រទេសបន្ទាប់ពីចុះពីស្ពានអ្នកនាងលីនតើខ្ញុំបាននិយាយថាខ្ញុំចង់សម្ដែងមែនទេជាការពិតណាស់ខ្ញុំបាននិយាយខ្ញុំនៅទីនេះដើម្បីធ្វើជាសាក្សីឈប់សម្លឹងមើលទៅសម្ដែងឲ្យលឿនខ្ញុំពិតជាទន្ទឹងរង់ចាំការសម្ដែងរបស់អ្នកណាស់ម្ចាស់ផ្ទះសៀអ្នកនឹងមិនអ្នកបានធ្វើឲ្យទស្សនិកជនរបស់អ្នករងចាំមែនទេយល់ព្រមហា
ម្ចាស់ផ្ទះសៀតាអ្នកកំពុងលេងអ្វីខ្ញុំមិនអាចលេងព្យ៉ាណូបានទេគ្មានផ្លូវទេអ្នកមិនអាចលេងព្យ៉ាណូបានដែរឬអ្នកក្នុងនាមជាស្ត្រីនៅលីវនិងជាម្ចាស់ផ្ទះគាត់មិនអាចលេងព្យ៉ាណូបានសូម្បីតែខ្វះជំនាញវិជ្ជាជីវៈប៉ុន្តែហ៊ានបោកបញ្ឆោតទស្សនិកជនប៉ុណ្ណឹងហើយខ្ញុំឃើញអ្នកនេះមិនស័ក្តិសមទាំងស្រុងក្នុងការធ្វើជាម្ចាស់ផ្ទះសម្រាប់ស្ត្រីនៅលីវទេខ្ញុំមានអារម្មណ៍ដូចជាខ្ញុំចេញពីជ្រលងភ្នំពួកគេក៏ចង់និយាយជាមួយខ្ញុំអំពីតំណែងជាពិធីករនៃកម្មវិធី Golden Road ផងដែរតើនេះជាវិធីដែលអ្នករារាំងគាត់ពីការត្រឡប់ទៅរកគម្រោងដើមរបស់គាត់វិញមែនទេខ្ញុំបានប្រាប់គាត់ឲ្យទទួលយកវាសនារបស់គាត់ជាយូរមកហើយប៉ុន្តែគាត់ខ្ញុំបានប្រាប់អ្នកហើយថាគ្មានបរិះណាក្រៅពីខ្ញុំទេដែលសុខចិត្តចុះចាញ់ចុះស្ពានចេញពីទីនេះធ្វើឲ្យគាត់ចេញទៅធ្វើឲ្យគាត់ចុះទៅឲ្យគាត់ទៅចុះក្រោម